ហ្នឹងហើយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចូលមកកម្មវិធី AI ថ្មីមួយឈ្មោះ HeyGen ដែលជាកម្មវិធី AI សម័យទំនើបដែលវាមានសមត្ថភាពក្នុងការធ្វើឲ្យរូបភាពរបស់យើងអាចមានសកម្មភាពនានាបានដោយការនិយាយការថ្លែងសារៈថាផ្សេងជាដើមណាអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ចូលទៅavatar មួយហើយអញ្ចឹងយើងស្ដាប់ចូលការណែនាំមកគេទៅ video maker. Getting started is easy. You can record a quick video to create a hyper-realistic avatar. ដល់ក្នុងហ្នឹងគេឲ្យយើងបំពេញឈ្មោះមួយអញ្ចឹងខ្ញុំវាយឈ្មោះខ្ញុំមកប៉ាក់ច្រឡំម៉ានីកូម៉ូនីកាបកផែមកវិញតោះមកយើងយកឈ្មោះយកអាយុហ្នឹងហើយខ្ញុំយកយ៉ាងកណ្ដាលព្រោះខ្ញុំនៅរៀងក្មេងតិចដែរgender ភេទរបស់យើងភេទជ្រៃណា ethnicity ហើយខ្ញុំយកអំបូរ Southeast Asian ដោយសារក្នុងនោះយើងគេដាក់ចោលមាន Thai and Indonesian អញ្ចឹងខ្ញុំចុចយកមួយហ្នឹងទៅណាបន្តមកទៀតគឺយើងចុចកន្លែង appearance ដល់យើងគេតម្រូវឲ្យយើងសរសេរពីផាន់ភាគដល់កន្លែងណាខ្លះអញ្ចឹងណាអញ្ចឹងយើងមើលតាមការណែនាំអញ្ចឹងហើយយើងចង់យក style បែបណាយក style បែប realistic picture ហ្នឹងគឺបែបតុក្កតាអីផ្សេងអញ្ចឹងខ្ញុំយក realistic ដូចមែនតែនណាអញ្ចឹងយើងរៀបរាប់តិចមកយើងចង់បានផាន់ភាពបែបណាយើងរៀបរាប់មកឥឡូវខ្ញុំសាកបញ្ចូលមើលអញ្ចឹងខ្ញុំសាកវាយណាចេះតែវាយចូលសិនណាដាក់ blonde hair វាយអីទៀតlong nose ដាក់ច្រមុះវែងឆ្ដឺតចឹងបន្តមកទៀតមើលចុចអីទៀតយើងដាក់ថាតិចធំ big eye big ears សេខ្លួនឯងអានខុសមាត់ក្បត់ចិត្តpretty mouth មាត់រៀងស្អាតតិចណាអីគេទៀតយើងចេះរៀបរាប់ណាខ្ញុំចេះដាក់មិនដឹងចេញថាម៉េចចាំមើលឥឡូវតទៅទៀតហៅ face like crocodile egg មុខដូចពងកំពើងទៀតខ្ញុំចេះដាក់ណាខ្ញុំអត់សូវចេះអីទេប៉ុន្តែភាសាខ្ញុំប្រើក្រោយបងប្អូនកុំប្រកែប្រកាន់ឲ្យជួយcomment បន្ថែមផងខ្ញុំសរសេរខុសណាcurly hair សក់កញ្ញាញ់brown skin ស្បែកមានពណ៌តុងដែងមានអីផ្សេងទៀតតាមបងប្អូនចង់បានបន្ថែមទៀតខ្ញុំដាក់ប៉ុណ្ណឹងបានអញ្ចឹងខ្ញុំចាប់ផ្ដើម generate មើលណាអញ្ចឹងយើងត្រូវការរងចាំទៀតយើងប្រើពេលយូរបន្តិចណាឥឡូវយើងបង្កើតហើយappearance យើងហើយឥឡូវយើងចូលដល់វគ្គបង្កើត Welcome to HeyGen, your personal AI avatar video maker. រូបភាពរបស់យើងមួយមកកម្មវិធីនេះថ្មីសម្រាប់ខ្ញុំដែរអញ្ចឹងរៀងស៊ីពេលបន្តិចតើយើងអ្វីដែលថ្មីគឺយើងត្រូវការរៀនអញ្ចឹងណាចឹងឥឡូវយើងចាប់ដើមចុចរូបថតរបស់យើងមក upload photo យើងចាប់ដើមមកញ៉េ start យើងរករូបភាពណាមួយដែលយើងពេញចិត្តមកចឹងនេះវាត្រូវការប្រើអ៊ីនធឺណិតខ្លាំងដែរណាវា generate យូរដែរគូសំខ្ញុំចាំប្រហែលជា5នាទីអញ្ចឹងខ្ញុំកាត់ខ្លីវីដេអូឲ្យណាអញ្ចឹងយើងរងចាំបន្តិចអញហ្នឹងអញ្ចឹងរូបនេះគេអត់ឲ្យ upload ទេដោយសារតែវាខុសពីអ្វីដែលយើងបានរៀបរាប់អញ្ចឹងយករកភាពថ្មីតទៀតនៅណាមើលនេះឃើញតម្លាក់សក់មួយអញ្ចឹងចាំមើល generate បានអត់អញ្ចឹងយើងត្រូវចាយពេលទៀតអញ្ចឹងយើងធ្វើវីដេអូឲ្យនេះស៊ីពេលច្រើនណាស់មកបានមួយហ្នឹង
ហើយទៀមទេអ៊ីនធឺណិតបងប្អូនដែលមានសេវាខ្លាំងដូចគ្នាដើម្បីឲ្យវាដំណើរការលឿនជាងនឹងខ្ញុំនៅក្រៅនេះប្រើសេវាទូរស័ព្ទដៃអញ្ចឹងវាយឺតតិច 4G ដែរតែយឺតហ្នឹងហើយចឹងមើលអូនេះជោគជ័យអញ្ចឹងយើងបានរូបភាពដ៏ស្រស់ស្អាតមួយហើយអញ្ចឹងយើងបន្ថែមឈ្មោះរបស់យើងមួយទៀតមកម៉ូនីកាមួយទៀតហើយអាយុភេទ ethnicity យើងដាក់ដូចមិញមកអញ្ចឹងយើងបាន submit ព័ត៌មានមុនហើយអញ្ចឹងយើងមានសំណុំដើមអញ្ចឹងមិនសូវចុចច្រើនទេអញ្ចឹងបន្តយើងចុច submit ខាងក្រោមហ្នឹងមកពណ៌ខៀវនេះអញ្ចឹងយើងបានមួយហើយអញ្ចឹងវាមានរៀងច្រើនតង់គួរសមដែរណាឥឡូវយើងចូលចាប់ដើមបង្កើតវីដេអូព្រោះយើងមកជ្រើសរើសរូបភាពដែលវាត្រូវនៅអ្វីយើងចង់បានឲ្យស៊ីសង្វាក់គ្នាតោះមកយើងចាប់ដើម create វីដេអូហ្នឹងហើយបានហើយនេះយេឥឡូវយើងចាប់ដើមបង្កើតមកតទៅទៀតអាប់ឡូត trend model ទៅ model ជាមួយទៀតអាប់ឡូត more photo អត់ទេខ្ញុំយកអាខាងក្រោមវិញអញ្ចឹងគេឲ្យយើងរងចាំទៀតអញ្ចឹងគេឲ្យយើងរងចាំពី3ទៅ5នាទីតទៀតអញ្ចឹងមកវីដេអូនេះគឺថាចាំរហូតតែម្ដងណាអញ្ចឹងចាំយូរគួរសមមកវា generate ឲ្យយើងបានវាទៅប្រើពេលព្រោះធម្មតាកម្មវិធី robot គឺវាត្រូវចាយពេលមិនដូចយើងត្រូវនិយាយទៅវូតែម្ដងយើងចង់ធ្វើអីធ្វើនឹងលឿនជាង robot ធ្វើយើងមិនមែន robot លឿនជាងយើងលឿនជាង robot វិញឥឡូវហ្នឹងហើយឥឡូវការរងចាំរបស់យើងគឺបានចូលមកដល់ហើយចាប់ដើមបង្កើតតទៀតចឹងក្នុងនេះគេឲ្យយើងពិពណ៌នាតិចមកថាយើងចង់បានរបៀបម៉េច describe the topic of your video in a few words យើងចង់និយាយប្រធានបទតាក់ទងអីគេអញ្ចឹងយើងឧទាហរណ៍មក talk like a professor អូនិយាយដូចសាស្ត្រាចារ្យប៉ុន្តែនិយាយប្រធានបទអីខ្លះចាំមើលសិនណាអញ្ចឹងចាំមើលវាទៅយ៉ាងម៉េចទៀតនេះចេញហើយប្រធានបទណាToday we will explore the fascinating អញ្ចឹងយើងអានខ្លួនឯងទៅហើយខ្លឹមសារយើងពេញចិត្តយើងដាក់ហើយបើមិនពេញចិត្តទៅយើង edit មកវិញមកណាហ្នឹងហើយបន្តមកទៀតយើង submit តើវា submit ទៅវា process ឲ្យយើងហ្នឹងតើហើយអញ្ចឹងកំឡុងពេលដែលយើង submit ហ្នឹងគឺវាកំពុងដំណើរការយើងអញ្ចឹងយើងមិនចង់នៅ screen មើលមុខគ្នាហ្នឹងយើងដាក់យើងចុច go home មក go to home មកគឺមកទំព័រដើមវិញហើយយើងរងចាំមើលពីវា process តទៅទៀតអញ្ចឹងពេលដែលយើងចាប់ដើមមកទំព័រដើមមកវិញមកវាចេញរូបរាងបែបនេះអញ្ចឹងដាក់ my video processing អញ្ចឹងឥឡូវរបស់ខ្ញុំបាន 21% ហើយអញ្ចឹងយើងរងចាំរហូតដល់វាបាន process គ្រប់ complete 100% តែម្ដងទើបអាចយើងយកវីដេអូនោះមកប្រើការបានហើយចាប់ដើម download ដាក់ចូលនៅក្នុង device របស់យើងកន្លែង photo video អីហ្នឹងទើបយើងអាចយកមកប្រើប្រាស់តាមការគួរដែលយើងចង់បង្ហោះតណាតណីអញ្ចឹងណាអញ្ចឹងយើងរងចាំដល់វាឡាគ្រប់ 100% ឥឡូវវាឡើងមក28ហើយ 100% យើងចាប់ដើមប្រើវីដេអូបានតែម្ដងចឹងឥឡូវខ្ញុំ generate ហើយឥឡូវចាំខ្ញុំ check play ឲ្យមើលចេញ Today we will explore the fascinating world of quantum physics, a field that challenges our understanding of reality. Quantum mechanics reveals how អូខេហ្នឹងហើយឥឡូវមិនដែរអេមីហើយបន្ទាប់ពីរូបភាពស្ងៀមប្រែមកជាមានកាយវិការអញ្ចឹងបងប្អូនមានអារម្មណ៍មិនដែរអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនដែលចង់រៀនអាចចូលមើលវីដេអូនោះបានអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយសូមអរគុណបាយបាយ